សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពីរបៀបការធ្វើ vocal chop ដោយយើងប្រើប្រាស់ Fruity Slicer ដែលមានស្រាប់នៅក្នុងកម្មវិធី FL Studio ពេលយើងមាន vocal របស់យើងបែបនេះអ្នកនរគ្នាគ្រាន់តែ add plugin មួយឈ្មោះថា Fruity Slicer បន្ទាប់ពេលវាចេញបែបនេះមកយើងទាញ vocal យើងអូសចូលបដាក់នៅក្នុង Fruity Slicer បន្ទាប់មក Fruity Slicer របស់យើងនឹងចេញរូបរាងបែបនេះនេះគឺ plugin មួយសម្រាប់ឲ្យយើងប្រើប្រាស់ chop vocal អ្នកនរគ្នាពេលដែលវា load អញ្ចឹងមកហើយអ្នកនរគ្នាត្រូវ follow step តាមខ្ញុំដើម្បីទទួលបាន sound ល្អហើយនឹងយើងត្រូវគោលការណ៍ដែលយើងត្រូវប្រើប្រាស់អញ្ចឹងតាមអ្នកនរគ្នាទៀតអញ្ចឹងពេលដែល load ផ្ទាំងបែបនេះហើយអ្នកនរគ្នាគ្រាន់តែចុច play to the add មកពេលដែល turn on នេះហើយបន្ទាប់មកយើង add attack បន្តិចattack ហ្នឹងតាមចិត្តអ្នកនរគ្នាស្ដាប់ថាតើអ្នកនរគ្នាចង់ឲ្យvocal របស់យើងហ្នឹង attack ខ្លាំងឬក៏តិចទៅតាមតិចរបស់បងប្អូនស្ដាប់អញ្ចឹងអ្នកនរគ្នាអាចសេរីមកបើសិនខ្ញុំគ្រាន់តែសេរីបន្តិចឲ្យអ្នកនរគ្នាមើលប៉ុណ្ណេះសម្រាប់ add attack ហើយយើងចូលមកក្នុង piano roll របស់យើងនេះអ្នកនរគ្នាឃើញវាមាន slide ឲ្យយើងមើលនេះជាមួយខ្ញុំ play អ្នកនរគ្នាស្ដាប់មួយអញ្ចឹងវាឈប់មួយម៉ាត់ឥឡូវនេះខ្ញុំ delete នៅក្នុង piano roll របស់ slicer មិញហ្នឹងយើង delete វាមកហើយតមកបងប្អូនអរគ្នាចាប់ដើម slide មកយើងចង់ប្រើមួយណាអានេះទៅតាមចិត្តដែលយើងចង់ប្រើប្រាស់បែប melody អារម្មណ៍បងប្អូនដែលចង់ប្រើប្រាស់អញ្ចឹងអានេះវាមានភាពងាយស្រួលក្នុងការ slide ក្នុង chop vocal របស់យើងជាពិសេសបងប្អូនអាចឮ style ហ្នឹងពីច្រើននៅលើ track EDM អញ្ចឹងអ្នកនរគ្នាហៀវមកសលេង word មួយណាពាក្យមួយណាដែលយើងចង់ប្រើប្រាស់ My មកខ្ញុំប្រៀបបែបនេះស៊ីចឹងអ្នកនរគ្នាយល់ពី idea concept ដែលខ្ញុំប្រាប់អ្នកនរគ្នាថាយើងគួរធ្វើហ្នឹងនៅលើបែប melody ណាឬក៏អារម្មណ៍មួយណាអ្នកនរគ្នាយល់ហើយនេះខ្ញុំគ្រាន់តែសាកធ្វើអ្នកនរគ្នាស្ដាប់ឲ្យយល់ពី idea ណាយើងអាចធ្វើបែបនេះចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានសង្ឃឹមថាអ្នកនរគ្នាទទួលបានចំណេះដឹងអំពីការប្រើប្រាស់ vocal chop នៅក្នុង Fruity Slicer អរគុណ